ខ្ញុំឈ្មោះសុធី ជា founder ហើយជា director របស់អង្គការសាលាភាសាបរទេសជុំគ្រាលខ្ញុំពិតជាសប្បាយរីករាយណាស់នៅពេលដែលយើងធ្វើកម្មវិធីខួប20ឆ្នាំរបស់អង្គការសាលាភាសាបរទេសជុំគ្រាលសម្រាប់បានលទ្ធផលជាច្រើនក្នុងរយៈពេល20ឆ្នាំកន្លងមករយៈពេល20ឆ្នាំនេះអង្គការជួយក្មេងរាប់ពាន់នាក់ដើម្បីទទួលបានការអប់មួយដ៏ប្រសើរបាយរីករាយណាស់ដែលឃើញសិស្សទាំងអស់ចូលរួមដោយក្តីរីករាយសប្បាយចិត្តគាត់មានអារម្មណ៍ថាជាកន្លែងរបស់គាត់ជាផ្ទះរបស់គាត់ជាបេះដូងរបស់គាត់ហើយនៅឃើញសកម្មភាពរបស់ពួកគាត់សប្បាយចិត្តយ៉ាងនេះក្នុងនាមខ្ញុំជាអ្នកគ្រប់គ្រងអង្គការខ្ញុំពិតជាសប្បាយចិត្តនិងខិតខំបន្តស្វែងរកជំនួយដើម្បីជួយដល់កុមារនៅក្នុងឃុំជុំគ្រាលហើយជាពិសេសនៅជុំវិញឃុំជុំគ្រាលឲ្យទទួលបានការរួមមួយដ៏ប្រសើរការដែលធ្វើនេះមិនមានតែខ្ញុំម្នាក់ឯងអាចធ្វើបានទេគឺពឹងពាក់ទៅលើអស់លោកស្រីម្ចាស់ជំនួយទាំងអស់នៅក្នុងស្រុករបស់យើងដើម្បីជួយទៅដល់ពួកគាត់ទទួលបានក្តីសម័យរបស់ពួកគាត់ហើយជាពិសេសទៅទៀតនេះខ្ញុំសូមថ្លែងអំណរគុណយ៉ាងខ្លាំងបំផុតចំពោះបុគ្គលិកខ្ញុំគាត់ធ្វើការចេញពីបេះដូងដើម្បីជួយក្មេងៗហើយសូមអរគុណយ៉ាងខ្លាំងបំផុតចំពោះបុគ្គលិកខ្ញុំទាំងអស់ដែលធ្វើឲ្យអង្គការទទួលបានលទ្ធផលដល់តែចាំចង់នៅពេលនេះបាទសម្រាប់រូបខ្ញុំផ្ទាល់និងគ្រូទាំងអស់ជាពិសេសអាជ្ញាធរអ្នកជំនួយទាំងអស់ពិតជាសប្បាយរីករាយណាស់ដែលបានជួយដល់សិស្សានុសិស្សទាំងអស់នៅក្តីសង្ឃឹមរបស់ពួកគាត់នៅពេលអនាគតហើយខ្ញុំសង្ឃឹមថាពួកគាត់គឺជាធនធានមនុស្សដ៏ល្អបំផុតសម្រាប់កសាងសង្គមជាតិរបស់យើងឲ្យបានកាន់តែប្រសើរឲ្យកាន់តែរីកចម្រើនតទៅទៀតហើយរីករាយណាស់ឃើញអតីតសិស្សគាត់មានការងារល្អធ្វើជាគ្រូបង្រៀនធ្វើជាដុកទ័រអាគីតេកគាត់មានការងារល្អហើយពួកគាត់បានចូលរួមហើយគាត់មានអារម្មណ៍ថាអង្គការសាលាភាសាបរទេសជុំគ្រាលគឺជាផ្ទះទី2របស់គាត់នៅពេលដែលគាត់បាននិយាយនៅក្នុងកម្មវិធីពួកគាត់បានលើកពីការរៀនរបស់គាត់ថាមិនមានជាការរៀនតែភាសាអង់គ្លេសទេនៅសាលាភាសាបរទេសជុំគ្រាលបានបង្រៀនគាត់តាំងពីការគ្រប់គ្រងគ្រប់យ៉ាងរៀនពីគ្នាទៅវិញទៅមកជាចុងបញ្ចប់នេះខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតទៅដល់ម្ចាស់ជំនួយអ្នកស្ម័គ្រចិត្ត business ជំនួយនៅក្នុងស្រុកយើងទាំងអស់ទាំងបងប្អូនអាជ្ញាធរដែនដីដែលបានចូលរួមកម្មវិធីខួប20ឆ្នាំរបស់ខ្ញុំនេះហើយបានជួយទាំងថវិកាជួយទាំងកម្លាំងចិត្តដើម្បីលើកទឹកចិត្តឲ្យខ្ញុំជាពិសេសគ្រូរបស់ខ្ញុំបន្តការជួយដល់ក្មេងៗឲ្យទទួលបានការរួមមួយដ៏ប្រសើរ